បណ្ដាំកញ្ជ្រោងចាស់ពាក់ស្បែកមុខធ្វើជាកញ្ជ្រោងចាស់ប្រសើរជាជាងធ្វើសុភាពបរោះឬបណ្ឌិតខ្លែងខ្លាយច្បាំងចាញ់មិនច្បាំងបែរជាឈ្នះនិពន្ធដោយលីហ៊ឺប្រែសម្រួលដោយធនឆាយពិសិដ្ឋ1មនុស្សទន់ខ្សោយក៏មានពិភពរបស់ខ្លួនដែរក្នុងពិភពរបស់មនុស្សនិងសត្វមានតែអ្នកខ្លាំងនិងអ្នកខ្សោយដែលឡាយពីគ្នាតាមចំណេញនិងមួយរយៈមិនមានអ្នកណាខ្លាំងនិងអ្នកណាខ្សោយគ្រប់បែបយ៉ាងជាប្រចាំជានិច្ចកាលនោះទេនៅលើវាលស្មៅមួយកន្លែងនាពេលព្រលប់មានក្តាន់ព្រៃមួយក្បាលកំពុងតែវង្វេងផ្លូវវាងាកមើលជុំវិញខ្លួនប្រកបទៅដោយភាពភ័យខ្លាចខណៈពេលនោះមានខ្លាមួយក្បាលនៅក្នុងព្រៃភ្នំមួយទៀតចៃដន្យវាក៏លេចភ្នែកមើលឃើញក្តាន់នោះក៏ស្ទុះក្រោកឡើងរត់ចុះពីភ្នំយ៉ាងលឿនស្លេវសំដៅទៅរកវាលស្មៅនិងសំងំនៅខាងក្រោយក្តាន់យ៉ាងស្ងាត់ស្ងៀមពេលក្តាន់ភ្លេចខ្លួនវាក៏ស្ទុះបោលចូលផ្លែតលឿនដូចផ្លែព្រួញប៉ុន្តែសភាវគតិធ្វើឲ្យក្តាន់អាចគេចពីខ្លាបានទាន់ពេលតែខ្លានៅតែជាយាមចូលទៅសង្រប់ជាបន្តទៀតប៉ុន្តែក្តាន់ប្រឹងរត់គេចចូលទៅសង្ងំនៅក្នុងគុំស្មៅបានសម្រេចពេលនោះខ្លាបានត្រឹមតែដើរវល់ទៅមកពីខាងក្រៅព្រោះតែវាគ្មានជំនាញក្នុងការប្រមាញ់ចំណីនៅលើវាលស្មៅទេបានត្រឹមតែស្រែកគំរាមក្រហឹមលាន់រំពងជាច្រើនសារហើយក៏ធ្វើដំណើរត្រឡប់ទៅកាន់កំពូលភ្នំវិញទៅយើងលើកយកការប្រយុទ្ធគ្នានៅលើវាលស្មៅធ្វើជាឧទាហរណ៍ពីព្រោះភាពពិតនៃរឿងនេះគឺខ្លាជាសត្វខ្លាំងដ៏ពូកែក្នុងព្រៃភាពខ្លាំងពូកែនិងរហ័សរហួនរបស់វាធ្វើឲ្យសត្វជាច្រើនមិនសូវអាចប្រយុទ្ធជាមួយវាខ្លះពេលជួបនឹងវាម្ដងជើងដ៏រឹងមាំคล้ายទៅជាទន់ល្អៀកគ្មានកម្លាំងដួលប្រុសព្រមធ្វើជាអាហារដ៏ឆ្ងាញ់ពិសារបស់វាតែម្ដងតែយើងអាចឃើញថាជួនកាលខ្លាក៏មិនអាចចាប់ក្តាន់បានដែរទោះបីជាប្រៀបជាមួយនឹងខ្លាទៅឃើញថាវាជាសត្វទន់ខ្សោយជាងខ្លាខ្លាំងណាស់តែតាមការពិតទៅនៅលើវាលស្មៅនៅមានសត្វទន់ខ្សោយជាងសត្វក្តាន់ជាច្រើនទៀតដូចជាទន្សាយកណ្ដុរពពែឡាក់ប៉ុន្តែគួរឲ្យចម្លែកចិត្តដែលសត្វទន់ខ្សោយទាំងនោះបែរជាអាចរស់នៅបន្តពូជពង្សរស់នៅរហូតដល់សពថ្ងៃនេះបានផ្ទុយទៅវិញសត្វខ្លាំងខ្លាដូចជាខ្លាបែរទៅជានៅសល់ប៉ុន្មានក្បាលទៅវិញនេះបង្ហាញឲ្យឃើញថានៅក្នុងពិភពរបស់សត្វព្រៃមានអ្នកខ្លាំងឬខ្សោយទាំងស្រុងនោះទេគ្រប់ផ្នែកនិងគ្រប់ពេលមានតែអ្នកខ្លាំងនិងអ្នកខ្សោយដោយបេក្ខភាពតែប៉ុណ្ណោះអាចដោយសារថាធម្មជាតិប្រទាននៅជីវិតនិងតុល្យភាពឲ្យមកព្រមជាមួយគ្នាហេតុនេះទើបសត្វទន់ខ្សោយក៏មានពិភពរបស់ខ្លួនឯងដែរនៅក្នុងពិភពមនុស្សក៏ដូចគ្នាដែរគ្មានអ្នកខ្លាំងឬអ្នកខ្សោយដាច់ខាតនោះទេអ្វីទាំងអស់គឺអាស្រ័យទៅលើទីតាំងតែប៉ុណ្ណោះនៅទីលានរត់ប្រណាំងអ្នករត់លឿនគឺជាអ្នកខ្លាំងហើយអ្នករត់យឺតគឺជាអ្នកខ្សោយនៅក្នុងទីលានប្រឡងនរណារៀនពូកែជាអ្នកខ្លាំងនរណារៀនខ្សោយគឺធ្លាក់អីចឹងទៅប៉ុន្តែសូមកុំភ្លេចថាអ្នកដែលពូកែនៅទីលានប្រណាំងអាចមិនមែនជាអ្នកពូកែនៅក្នុងការប្រឡងនោះទេឯអ្នកពូកែក្នុងការប្រឡងក៏មិនប្រកាសថាជាអ្នកវាងវៃក្នុងទីលានជំនួញដែរមនុស្សយើងម្នាក់មានទីលានមានសង្វៀនមានអំណាចនិងអាណាចក្ររបស់ខ្លួនធម្មជាតិផ្ដល់នៅតុល្យភាពយុត្តិធម៌ដែលយើងម្នាក់ស្មើគ្នាបទពិសោធន៍រឿងរ៉ាវជុំវិញខ្លួនសុទ្ធតែបានបញ្ជាក់នៅចំណុចនេះយ៉ាងច្បាស់ឲ្យយើងបានឃើញជាញឹកញាប់យើងនឹងឃើញថាសម្ព័ន្ធភាពរបស់មនុស្សយើងភាគច្រើនមានលក្ខណៈយឺតយើងនឹងឃើញថាសម្ព័ន្ធភាពរបស់មនុស្សយើងភាគច្រើនមានលក្ខណៈយឺតយោងគ្នានិងបដិបកគ្នារឿងដែលអ្នកដទៃពូកែជាងគឺប្រកាសណាស់ថានឹងធ្វើឲ្យគេមានឥទ្ធិពលខ្ពស់ជាងឬក៏ដាក់សម្ពាធយើងបានបើនាំយកចំណុចខ្លាំងរបស់គេមកប្រៀបធៀបជាមួយនឹងគុណសម្បត្តិលេចធ្លោក្នុងផ្នែកផ្សេងៗរបស់យើងនោះទេយើងនោះក៏នឹងឃើញថាគេអាចអន់ជាងយើងក៏ថាបានដែលមើលតាមជ្រុងនេះធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងមិនមែនអន់ជាងគេគ្រប់មុខទេចាប់ផ្ដើមពីការបែងចែកចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនហើយវិភាគពីភាគីម្ខាងថាចំណុចខ្លាំងឬក៏ចំណុចខ្សោយរបស់គេនឹងជ្រើសមិនមែនជាផ្នែកដែលយើងទៅអន់ជាងវាស់វែងជាមួយគុណសម្បត្តិលេចធ្លោផ្នែកផ្សេងរបស់យើងនោះក៏នឹងឃើញថាគេអាចអន់ជាងយើងក៏ថាបានមើលតាមជ្រុងនេះធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងមិនមែនអន់ជាងគេគ្រប់មុខទេចាប់ផ្ដើមពីការបែងចែកអបចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនហើយវិភាគភាគីម្ខាងថាអ្វីជាចំណុចខ្លាំងឬចំណុចខ្សោយរបស់គេនឹងជ្រើសមិនយកផ្នែកដែលយើងអន់ទៅវាស់ជាមួយនឹងផ្នែកដែលលេចធ្លោរបស់គេតែត្រូវប្រឹងយកចំណុចល្អរបស់ខ្លួនទៅប្រៀបធៀបនឹងផ្នែកដែលគេអន់ជាងយើង
ជាពិសេសបើចេះយកចំណុចខ្លាំងរបស់ជនទី3ដែលអាចជួយបន្ថែមលើកស្ទួយភាពរឹងមាំដល់ផ្នែកអន់របស់ខ្លួនឬកិច្ចចេញមិនប្រឈមនឹងភាគីរឹងមាំខ្លាំងក្លារបស់អ្នកដទៃបានសម្រេចក៏អាចនិយាយបានថាយើងគឺជាអ្នកខ្លាំងមិនមែនអន់ខ្សោយទន់ជ្រាយនោះទេនិយាយបែបនេះមិនមែនមានន័យឲ្យយើងកិច្ចវេះពីការពិតទេតែសំដៅចង់ឲ្យយើងចេះប្រើប្រយោជន៍ពីគុណសម្បត្តិរបស់ខ្លួនឯងនិងប្រយោជន៍ពីគុណវិបត្តិរបស់គេជៀសវាងយកគុណវិបត្តិរបស់ខ្លួនឯងទៅតទល់នឹងគុណសម្បត្តិរបស់គេបើដូច្នេះមែននោះគឺមានតែយើងបរាជ័យងើបមុខមិនរួចនឹងឯងយើងត្រូវតែដឹងឲ្យច្បាស់ថាគ្មាននរណាម្នាក់ជាអ្នកឈ្នះគ្រប់ទីលានគ្រប់សង្វៀនគ្រប់ស្ថានភាពនោះទេមនុស្សគ្រប់គ្នាសុទ្ធតែមានទីលានឬពិភពរបស់ខ្លួនដែលអាចឲ្យយើងឈរជើងយ៉ាងរឹងមាំបានក្នុងឋានៈជាអ្នកខ្លាំងពូកែដោយមុខរៀងៗខ្លួនចូលស្វែងរកចំណុចខ្លាំងរបស់ខ្លួនឯងហើយព្យាយាមឲ្យវត្តវាកាន់តែប្រសើរ